ប្រលឹមស្រាងដែលที่เปียวវลีដែលពិសិដ្ឋភ្ញាក់ពីដំណេកហ្នឹងក៏តែហ៊ានដតៃទៀតភ្ញាក់ពីដំណេកដូចគ្នាពិសិដ្ឋបានបត់ភួយបត់មុងហ្នឹងដើរចេញទៅគោរពទងជាតិជាមួយនឹងតាហ៊ានដតៃទៀតនៅពេលដែលគោរពហើយតាហ៊ានទាំងអស់ក៏បំបែកជួរទៅប្រចាំការនិងទៅធ្វើការរៀងខ្លួនរីឯពិសិដ្ឋដែលត្រូវមានតួនាទីក្នុងការដែលយាមល្បាតក្នុងព្រៃក៏បានទៅដាវនៅក្នុងព្រៃនេះគឺជាកាតព្វកិច្ចរបស់ទាហានគ្រប់គ្នាដែលត្រូវបំពេញតួនាទីនឹងយកចិត្តទុកដាក់ក្នុងការការពារមាតុភូមិមិនឲ្យមានសត្រូវមកឃ្លានពានឬក៏រំលោភបានឡើងវេលាយប់ឡើយពិសិដ្ឋដែលនៅក្នុងជំរំនោះអង្គុយគិតនឹងស្រមៃទៅដល់ភរិយារបស់គាត់ដែលនៅផ្ទះចង់បានទាញរូបភរិយាមកមើលថែមទៀតផងដែលគាត់គិតសម័យថាប្រសិនបើជាប្រទេសជាតិមានសន្តិភាពដោយដើមវិញគាត់នឹងអាចទៅជួបប្រពន្ធកូននិយាយរួចគាត់ក៏បានដេកសម្រាកវិញទៅនៅពេលកណ្ដាលយប់ជាពេលវេលាដែលវិសុទ្ធដេកលងលក់នៅក្នុងសុបិនក៏ស្រាប់តែឮសំឡេងផាំងនិងឮសំឡេងប្រកាសអាសន្នឲ្យងើបដែលធ្វើឲ្យពលទាហានទាំងអស់ងើបទៅប្រជុំជួរដើម្បីទទួលបទបញ្ជាពីមេបញ្ជាការរបស់គាត់បាននិយាយថាឆាប់ទៅប្រចាំកន្លែងរៀងខ្លួនដើម្បីទប់ទល់ជាមួយនឹងសត្រូវបានលួចវាប្រហារយ៉ាងទាំងយប់ហើយពួកគាត់ក៏បានទៅប្រចាំការកន្លែងរបស់ពួកគាត់ប៉ុន្តែការទប់ទល់នេះវាដូចជាហាក់មិនមានភាពស្មើគ្នាសោះព្រោះថាសត្រូវបានវាប្រហារទាំងមុខក្រោយធ្វើឲ្យគាត់ពិបាកទប់ទល់គាត់មានស្នើសុំជំនួយមកបន្ថែមប៉ុន្តែជារឿងមួយដ៏សោកស្ដាយបំផុតព្រោះថានៅក្នុងជំរំគ្មានទ័ពគ្រប់គ្រាន់ឡើយដើម្បីទប់ទល់ជាមួយនឹងសត្រូវរីឯសភាវុធវិញក៏មានមិនគ្រប់គ្រាន់ដែរដែលធ្វើឲ្យការបាញ់នឹងវាប្រហារនេះគឺទប់ទល់មិនចង់ជាប់ឡើយ